សូមជម្រាបសួរទៅកាន់អ្នកទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយទៀតសម្រាប់ចែករំលែកទៅដល់អស់លោកស្រីទាំងអស់គ្នាឲ្យបានដឹងដែលវីដេអូនេះខ្ញុំចង់បង្ហាញអំពីការបកប្រែពីភាសាបរទេសមកភាសាខ្មែរយើងបាទភាសាអីក៏បកប្រែបានដែរហើយកម្មវិធីនេះយើងប្រើតែសម្រាប់ទៅលើទូរស័ព្ទដៃប្រភេទ Android តែប៉ុណ្ណោះសម្រាប់ទូរស័ព្ទ iOS ខ្ញុំអត់បានដឹងទេបាទគឺទូរស័ព្ទ Android វាមានភាពងាយស្រួលមួយត្រង់នៅចំណុចផ្នែកខាងក្រោមរបស់វាហ្នឹងចំណុចចំកណ្ដាលនេះបាទគឺដោយដែលខ្ញុំបានចង្អុលបង្ហាញហ្នឹងចំណុចកន្លែងនេះបាទនៅត្រង់ចំណុចចំកណ្ដាលហ្នឹងគឺមានភាពងាយស្រួលយើងគ្រាន់តែចុចវាជាប់ទៅវានឹងបង្ហាញកន្លែងដែលយើងត្រូវបកប្រែអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅ Google ទាំងអស់គ្នាបាទអញ្ចឹងខ្ញុំហ៊ានដំបូងយើងត្រូវបើកអ៊ីនធឺណិតសិនហើយយើងចូលទៅកាន់ Google Chrome សម្រាប់ខ្ញុំចង់ធ្វើតេស្តជាមួយភាសាវៀតណាមសិនដែលយើងបកប្រែភាសាវៀតណាមមកជាភាសាខ្មែរបានល្អកម្រិតណាបាទអញ្ចឹងយើងឃើញផ្ទាំងនេះមួយហើយយើងអាចយកអក្សរវៀតណាមអីផ្សេងទៀតក៏បានដែរបាទเราយើងសាកសិនបាទអញ្ចឹងយើងឃើញផ្ទាំងនឹងមួយហើយខ្ញុំមិនដឹងថាការសរសេរវៀតណាមហ្នឹងវាត្រឹមត្រូវឬក៏ខុសអីយ៉ាងម៉េចខ្ញុំអត់ដឹងទេបាទសារខ្ញុំឃើញនៅក្នុងអ៊ីនធឺណិតស្រាប់ហើយបកប្រែមកជាភាសាខ្មែរយើងថាយ៉ាងម៉េចក៏ខ្ញុំអត់ដឹងដែរហើយការអានមិនក៏ខ្ញុំអត់ដឹងដែរបាទសារខ្ញុំអត់ចេះវៀតណាមអ្វីដែលយើងត្រូវធ្វើនោះគឺទី1ដាក់ដៃយើងឲ្យចំចំណុចកណ្ដាលផ្នែកខាងក្រោមនៃទូរស័ព្ទរបស់យើងហើយចុចវាឲ្យជាប់បាទចឹងទៅពេលចុចវាជាប់វាលោតផ្ទាំងនេះមកបាទអញ្ចឹងផ្ទាំងហ្នឹងគឺទី1ខាងឆ្វេងគេនេះ microphone ជាសំឡេងចំកណ្ដាលជាដូចជាបទភ្លេងហើយផ្នែកខាងស្ដាំគេនេះគឺសម្រាប់បកប្រែអញ្ចឹងយើងគ្រាន់តែចុចទៅលើហ្នឹងទៅបាទយកម្រាមដៃចុចទៅបាទនេះរងចាំបន្តិចអញ្ចឹងវាបកប្រែមកឲ្យបាទខ្ញុំនិយាយភាសាវៀតណាមវាងាយស្រួលតែថាយើងមិនបាច់ចាំចូលទៅក្នុង Google Translate យើងមិនបាច់ចាំ screenshot ហើយបាន upload ចូលអីដើម្បីបកប្រែទៅគឺងាយស្រួលមែនទែនបាទហើយភាសាអីផ្សេងក្រៅពីហ្នឹងក៏បានដែរបាទឥឡូវយើងចូលទៅកាន់ភាសាអង់គ្លេសវិញម្ដងអញ្ចឹងយើងវាយថាឥឡូវថាព័ត៌មានទេបាទបាទវាយពាក្យ new យើងឃើញផ្ទាំងមួយមកយើងចង់ដឹងថាតើលោកត្រាំនិយាយអីបាទឧទាហរណ៍ថាយើងភាសាអង់គ្លេសយើងស្ទើបាទន័យថាយើងបកប្រែវាមិនសូវបានល្អអញ្ចឹងយើងពឹងទៅលើ Google វាជួយបានយើងច្រើនដែរបាទជួយយើងបានមួយចំណែកធំអញ្ចឹងយើងគ្រាន់តែចុចឃើញអក្សរហ្នឹងហើយគ្រាន់តែចុចអាចចំកណ្ដាលនេះឲ្យជាប់ទៅបាទហើយយើងយកអក្សរនេះបាទរូបអក្សរស្ដាមគេនេះអក្សរហ្នឹងចុចលើវាមួយទៀតទៅបាទនេះបាទអញ្ចឹងភាសាអង់គ្លេសមិញបើយើងប្រែជាខ្មែរគេបានប្រែថាលោកត្រាំនិយាយថាគាត់បញ្ឈប់សង្គ្រាមដោយរក្សាបទឈប់បាញ់រវាងកម្ពុជានិងថៃបាទអញ្ចឹងសម្រាប់ការបកប្រែជាភាសាបរទេសមកភាសាខ្មែរហ្នឹងគឺងាយស្រួលហើយលឿនមែនតើបាទមិនមែនតែភាសាវៀតណាមភាសាថៃភាសាចិននេះទេបាទគ្រប់ភាសាទាំងអស់បាទឲ្យយើងចង់បកប្រែឥឡូវខ្ញុំឧទាហរណ៍ភាសាចិនមួយទៀតចា៎បាទឲ្យអស់ចិត្តបាទអញ្ចឹងយើង search ទៅបាទយើង search ទៅខ្ញុំវាយថាបាទនេះបាទ Chinese writing បាទឃើញមកផ្ទាំងគេមកហើយខ្ញុំមិនដឹងថាវាមានអត្ថន័យយ៉ាងម៉េចទេហើយយើងក៏ប្រែថាម៉េចទេអញ្ចឹងខ្ញុំគ្រាន់តែបាទចុចចំកណ្ដាលឲ្យជាប់ទៅហើយយករូបនេះបាទផ្នែកស្ដាមគេនេះ translate ទេបាទមកឃើញបាទព្រះច័ន្ទធ្នូឈើទឹកដប់ព្រះអាទិត្យភ្លើងមាសអ្នកបាទអញ្ចឹងមកហោហែបាទច្រើនណាស់ទាំងអស់ដែលយើងចង់ប្រែអីក៏បានដែរហើយយើងមានភាពងាយស្រួលមួយគឺថាលឿនរហ័សទាន់ចិត្តបាទអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទសូមអរគុណសម្រាប់ការតាមដានរាល់វីដេអូដែលខ្ញុំបានបង្ហាញទៅបាទសូមអរគុណសូមជម្រាបលា